បាទទូត្រីបងប្អូនបាទថ្ងៃនេះនាំបុគ្គលិកទៅព្រះវិហារចិនបាទដើម្បីធ្វើការអុជក្រដាស់សែនដុតក្រដាស់សែនក៏ដូចជាយកនំនែកផ្លែឈើដើម្បីទៅថ្វាយទៅដល់អាសនៈបាទដូចជាអាសនៈជាពិសេសអាសនៈគុណអ៊ីគឺច្រើនបាទគ្រប់ទីកន្លែងហ្នឹងហើយអញ្ចឹងមានអាសនៈព្រះនាងគុំសាអ៊ីមម្ចាស់ទឹកម្ចាស់ដីព្រះវត្ថុស័ក្តិសិទ្ធិផ្សេងៗដែលគេជំនឿនៅក្នុងព្រះវិហារបាទនេះគឺជារូបសំណាកទាំងមូលនៅក្នុងព្រះវិហារមួយកន្លែងតូចនៅតំបន់ក្រុងព្រះសីហនុបាទមើលទៅបាទសុទ្ធតែអំណាចជារៀងរាល់សិលក៏ដូចជារៀងរាល់ថ្ងៃសំខាន់គឺជនជាតិចិនម៉ាឡេចិនអីហ្នឹងចិនឥណ្ឌូចិនអីគាត់តែងតែទៅវិហារនេះដើម្បីអុជធូបបួងសួងដើម្បីបានពរបានជ័យអីចឹងទៅដើម្បីរកស៊ីមានបានឲ្យមុខរបរនៅរីកចម្រើនបាទមានគ្រប់បែបយ៉ាងបាទមានប្រអិនធីវរាជមានម្ចាស់ទឹកម្ចាស់ដីមានត្រាច់យមបាលមានទាំងលោកតាកប៉ោងលោកតាម្ចាស់ទ្រព្យមានអីគ្រប់បែបយ៉ាងបាទនេះវាជាជំនឿរបស់ជនជាតិចិនដែលគាត់តែងតែប្រពៃបាទអញ្ចឹងទៅខ្ញុំក៏បានឆ្លៀតបានទៅនោះក៏ទៅថតបាទរូបគុណអ៊ីបាទមើលទៅមានអំណាចមែនតើបាទដៃកាន់លំពេងមុខមានអំណាចបាទអញ្ចឹងទៅជនជាតិចិនគេជឿថាមានរូបសំណាកគុណអ៊ីគឺអាចកម្ចាត់បងនៅសត្រូវកម្ចាត់បងនៅឧបទ្រពអីចឹងទៅជួយការពារផ្ទះសម្បែងទ្រព្យសម្បត្តិក្រុមហ៊ុនអីចឹងទៅណាបាទមើលទៅគឺនៅក្នុងទស្សនវិជ្ជានៅក្នុងរូបសំណាកដូចខ្ញុំបានថតឲ្យបងប្អូនមើលទៅបាទហ្នឹងហើយមានអីទេបងប្អូនហ្នឹងហើយមើលទស្សនាកំសាន្តលេងទៅបាទនឹងថាមានអីខ្លះកុំភ្លេចជួយ Subscribe ដល់ Channel YouTube ខ្ញុំបាទផងបាទហ្នឹងហើយមើលទៅបងប្អូនបាទហ្នឹងហើយមានលោកយាយលោកអីដូចយើងមានលោកយាយម៉ៅគេក៏មានលោកយាយរបស់គេដែរអញ្ចឹងណាហ្នឹងហើយបងប្អូនអរគុណ